ូននឹងឃើញថាបើមនុស្សភាគច្រើនគេចូលចិត្តបុគ្គលណាគ្រប់គ្រងបុគ្គលណាពេញនិយមបុគ្គលណាហើយនោះគេក៏នាំគ្នាផ្អើលចូលចិត្តនិងគ្រប់គ្រងបុគ្គលនោះព្រមទាំងជួយផ្សព្វផ្សាយនៅបុគ្គលនោះទៀតផងកូនសម្លាញ់ហេតុអ្វីសង្គមមួយនេះគឺងាយនឹងរងគ្រោះដោយការបោកបញ្ឆោតខ្លាំងម្ល៉េះនោះគឺផលចំណេញតែងតែធ្លាក់ទៅលើមនុស្សអាក្រក់អ្នកមានអំណាចមានទ្រព្យហើយឯផលខាតវិញតែមានតែធ្លាក់ទៅលើមនុស្សល្អអ្នកប្រកសត់ឬអ្នកល្ងងខ្លៅជានិច្ចហេតុផលមួយនេះដែលម៉ែមើលឃើញគឺនៅត្រង់ថាសង្គមនេះជាសង្គមដែលចូលចិត្តធ្វើអ្វីតាមគ្នាដោយមិនគិតពីហេតុផលល្អអាក្រក់បាបបុណ្យគុណទោសអ្វីឡើយដោយពួកគេដឹងត្រឹមតែថាសង្គមគេពេញនិយមអញ្ចឹងសង្គមគេចូលចិត្តអញ្ចឹងគេត្រូវការអញ្ចឹងការនេះជារឿងពិតសំបីកូនសម្លាញ់ក៏គង់តែដឹងខ្លះដែរចូលកូនសង្កេតបន្តិចទៅមើលនៅក្នុងសង្គមដែលកូនកំពុងរស់នៅនេះកូននឹងឃើញថាបើមនុស្សភាគច្រើនគេចូលចិត្តបុគ្គលណាគ្រប់គ្រងបុគ្គលណាពេញនិយមបុគ្គលណាហើយនោះគេក៏នាំគ្នាផ្អើលចូលចិត្តនិងគ្រប់គ្រងបុគ្គលនោះព្រមទាំងជួយផ្សព្វផ្សាយនៅបុគ្គលនោះទៀតផងដោយគេមិនបានពិចារណារកហេតុផលថាបុគ្គលនោះជាមនុស្សល្អឬអាក្រក់និយាយខុសឬត្រូវគេគ្រាន់តែដឹងថាព្រោះសង្គមគេចូលចិត្តឯខ្លួនខ្ញុំក៏ចូលចិត្តបុគ្គលនោះដូចសង្គមគេចូលចិត្តអញ្ចឹងដែរដោយហេតុផលនេះហើយទើបសង្គមមួយនេះខ្លាយជាសង្គមអវិជ្ជាជាសង្គមដែលគ្មានហេតុផលផ្អើលធ្វើតាមគ្នាទាំងខុសទាំងត្រូវគ្រប់គ្រងកាប់មុខធ្វើខុសហើយទើបស្ដាយក្រោយបន្ទាប់មកធ្វើខុសម្ដងទៀតដដែលដោយកំណាប់ក្រំងុយពូលមកថាត្បិតមនុស្សឥឡូវយកខុសជាត្រូវយកគួតធ្វើជាអំពើអាក្រក់លេខលក់លីលីប្រហើនពីធីអាំងមាសអាំងប្រាក់អាំងព្រើលអាំងប្រាជ្ញអាំងកោងអាំងកាយអាំងកាប់អាំងចាក់អាំងជើងអាំងដៃអាំងវាយតតធាក់អាំងគុកច្រវាក់ម៉ាស៊ីនកាត់កកូនសម្លាញ់អ្វីបើកូនរស់នៅក្នុងសង្គមត្រូវស្របតាមសង្គមតែសង្គមមួយនោះគឺមិនមែនដូចសង្គមដែលម៉ែកំពុងលើកយកមកនិយាយនេះទេសង្គមនេះគឺជាសង្គមគ្មានគុណធម៌ជាសង្គមចាំតែឲ្យអើតាមគ្នាមានតែការកេងប្រវ័ញ្ចឆោបោកនិងយុះស័ក្តិតំណែងវង្វេងនឹងលៀបសក្ការៈធ្វើល្អគ្រាន់តែសម្ដែងដូចល្ខោនតែនៅពីក្រោយខ្នងបែកជាប្រព្រឹត្តអំពើអាក្រក់គួរឲ្យស្អប់ខ្ពើមនិងខ្លាចរអា
កូនសម្លាញ់ម៉ែសង្គមដែលល្អគឺសង្គមមានហេតុផលមនុស្សនិយាយគ្នាដោយចំណេះដឹងមានការគោរពច្បាប់និងមានព្រំវិហារធម៌មិនរាប់អានគ្នាដោយគ្រាន់តែចង់បានផលចំណេញណាមួយរក្សាសច្ចៈកតញ្ញូនិងខន្តីជាប់ជានិច្ចគោលគឺមានភាពស្មោះត្រង់ចំពោះគ្នាមានការអត់ឱនជាមនុស្សកតញ្ញូគឺចេះគោរពនិងផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាទៅវិញទៅមកព្រមទាំងចេះកែលម្អនៅពេលមានកំហុសអ្វីមួយកើតឡើងកូនសម្លាញ់ចង់ឬមិនចង់កូនក៏ត្រូវតែរស់នៅក្នុងសង្គមហើយអើមួយនេះដែរដូច្នេះចូលកូនប្រុងប្រយ័ត្នឲ្យបានមែនតែនចូលកូនចម្រើននៅយោនិសោមនសិការឲ្យបានខ្ពស់មុននឹងធ្វើអ្វីមួយត្រូវគិតមុខគិតក្រោយកុំបណ្ដោយចិត្តលឿនលឿនទៅតាមកិលេសតណ្ហាកូនត្រូវស្វែងរកមនុស្សល្អមករាប់អានរៀនសូត្រពីលោកពិចារណារកហេតុផលឲ្យច្បាស់លាស់ហើយព្រមដាក់ខ្លួនប្រព្រឹត្តល្អតាមលោកអ្វីដែលកូនមិនគួរភ្លេចនោះគឺមាគ៌ាព្រះពុទ្ធសាសនាជាមាគ៌ាបំបត្តិទុក្ខពិតប្រាកដទាំងបច្ចុប្បន្ននិងបរលោកកូនសម្លាញ់តើកូនធ្លាប់ឮពាក្យថាលោកធម៌ទេលោកធម៌គឺជាធម៌ដែលមានជាប្រចាំសម្រាប់មនុស្សក្នុងលោកនេះទាំងមូលមានលៀបមានលៀបមានយោះមានយោះសុខទុក្ខសរសើរនន្ទាកូនសម្លាញ់ទោះជាកូនធ្វើល្អយ៉ាងណាក៏ដោយក៏ចុងក្រោយផលរបស់ជីវិតនេះរមែងជួបប្រសពនៅលោកកធរជានិច្ចមានបុគ្គលណាមួយក្នុងលោកនេះអាចគេចផុតបានឡើយព្រោះលោកកធរគឺជាធម៌របស់លោកជាបញ្ចក្ខន្ធគ្មានបញ្ចក្ខន្ធទើបគ្មានលោកធម៌ក្នុងន័យនេះម៉ែចង់ប្រាប់កូនថាបើកូនបានសាងអំពើល្អណាមួយហើយចូលកូនកុំរំពឹងដល់ផលដែលត្រូវតបស្នងមកវិញជាផលតបស្នងដែលកូនគិតថាគួរតែបានយ៉ាងនេះបានយ៉ាងនោះដូចជាពាក្យសរសើរការទទួលបានរង្វាន់លើកទឹកចិត្តឬឡើងឋានៈយសស័ក្តិតំណែងឯអ្វីដែលកូនសម្លាញ់គូគិតថាតើអំពើល្អដែលកូនបានធ្វើហើយនោះវាល្អបរិសុទ្ធប្រកបហើយឬនៅឬក៏អំពើល្អនោះត្រឹមតែជាការរំពឹងដល់ផលប្រយោជន៍ណាមួយតែប៉ុណ្ណោះអំពើល្អណាស់តែគិតរំពឹងចង់បានតែផលប្រយោជន៍មកខ្លួនអំពើល្អនោះមិនបរិសុទ្ធឡើយមិនយូរមិនឆាប់កូននឹងធុញថប់នឹងការកសាងអំពើល្អព្រោះតែបំណងប្រាថ្នានោះមិនបានសម្រេចមួយទៀតចូលកូនកុំច្រណែនឬថ្នាំងថ្នាក់ចិត្តនឹកអ្នកដតីណាដែលមិនធ្វើល្អដូចកូនមិនយល់ស្របតាមកូនចូលកូនឲ្យអភ័យដល់បុគ្គលទាំងអស់នោះចូលឲ្យអភ័យដោយមេត្តាករុណាមុទិតានិងឧបេក្ខាកូនដឹងទេបើធ្វើអំពើល្អហើយកូនមានអំនួតនឹងអំពើល្អនោះអំនួតនោះនឹងធ្វើឲ្យកូនខូចខាតតម្លៃនៃអំពើល្អរបស់កូនដែលខំធ្វើមកនឹងធ្វើឲ្យអ្នកដទៃនៅជុំវិញខ្លួនកូនមិនព្រមទទួលស្គាល់នៅរាល់អំពើល្អដែលកូនបានធ្វើនោះឡើយកូនម៉ែជាទីស្រឡាញ់នៅពេលនេះម៉ែចង់បដូរប្រធានបទបន្តិចហើយប្រធានបទដែលម៉ែចង់និយាយគឺស្ដីអំពីតម្លៃរបស់ជាតិសាសន៍តើកូនម៉ែដឹងទេបុព្វបុរសជំនាន់មុនបានបន្សល់ទុកនៅស្នាដៃយ៉ាងច្រើនសម្រាប់ជ
ជននានុជនចំនួនក្រោយក្នុងនោះគឺសុទ្ធសឹងតែជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃកាត់ថ្លៃមិនបាននិងសែនមហាអស្ចារ្យបំផុតម៉ែកំពុងតែគិតថាដោយងឿងឆ្ងល់ថាតើអាចទៅរួចទេក្នុងយុគមួយដែលមនុស្សមិនទាន់មានការរីកចម្រើននៅឡើយហើយមិនទាន់មានឧបករណ៍ទំនើបអ្វីបែរជាអាចកសាងនៅសមិទ្ធផលដ៏អស្ចារ្យនិងស្មានបណ្ដោះជាច្រើនសន្ធឹកសន្ធាប់ដូចឆ្នេះសោះទឹកដីព្រៃព្រឹក្សាទន្លេសមុទ្រគិរីពពតាទំនៀមទម្លាប់វប្បធម៌ប្រពៃណីសិលាប្រាង្គប្រាសាទស្អាតល្អរាប់រយពាន់ប្រកបទៅដោយក្បូរក្បាច់រចនាមានសន្តានច្រើនបែបច្រើនយ៉ាងប្លែកពីគ្នាសមិទ្ធផលទាំងអស់នេះគឺបានប្រសូតឡើងដោយទេពកោសល្យដ៏អស្ចារ្យយោនិសោមនសិការនិងបញ្ញាញាណដ៏ខ្ពង់ខ្ពស់និងការអត់ធ្មត់អំណត់តស៊ូព្យាយាមបដូរផ្ដាច់លះបង់សំបីតែជីវិតព្រោះថាក្រៅតែពីការកសាងនៅសមិទ្ធផលទាំងអស់នេះហើយពុព្វបុរសទាំងឡាយក៏ត្រូវមានកាតព្វកិច្ចថែរក្សាការពារបន្ថែមទៀតផងដែរដើម្បីជៀសវាងនៅការទាធាយាយីបៀតបៀនពីពួកសត្រូវទាំងឡាយដែលជាប្រចាំកូនម៉ែដឹងទេពីមួយជំនាន់ទៅមួយជំនាន់ការប្រឹងប្រែងក៏ចេះតែវិវត្តទៅមុខជានិច្ចហើយសមិទ្ធផលដែលជាបេតិកភណ្ឌទាំងអស់នោះក៏ចេះតែកើនឡើងជាហូរហែឯអរិយវប្បធម៌ក៏មានការរីកចម្រើនឥតឈប់ឈរធ្វើឲ្យយើងជាកូនចៅជំនាន់ក្រោយមាននៅមោទនភាពយ៉ាងក្រៃលែងចំពោះជាតិសាសន៍របស់ខ្លួនកូនមាសម្ដាយអ្វីបើយើងជំនាន់ក្រោយកំពុងតែមាននៅមោទនភាពនឹងអ្វីដែលយើងមានក៏ដោយក៏មោទនភាពនេះវាអាចនឹងคล้ายទៅជាអំនួតហើយអំនួតនេះវាក៏នឹងអាចបន្តទៅដល់ការភ្លេចខ្លួនភ្លេចស្មារតីបន្ទាប់មកទៀតវានឹងឈានទៅដល់ដំណាក់កាលនៃការបាត់បង់គ្មានសល់អ្វីទាំងអស់តែម្ដងដូច្នេះនៅជំនាន់នេះទោះជាជាតិយើងឈានមកដល់យុគថ្មីមួយដែរទំនើបក៏ដោយក៏កូនកុំភ្លេចខ្លួនឲ្យសោះនៅកាតព្វកិច្ចថែរក្សាចំពោះអ្វីដែលយើងកំពុងមានក្នុងនាមជាអ្នកបន្តវេនហើយអត្តសញ្ញាណជាតិពិតគឺទឹកដីព្រៃភ្នំសម្បត្តិធម្មជាតិទំនៀមទម្លាប់វប្បធម៌ប្រពៃណីដូនតាប្រាង្គប្រាសាទជាពិសេសគឺរូបកូនតែម្ដងដែលតម្រូវឲ្យមានអិរិយាបថសុជីវធម៌សីលធម៌ក្នុងនាមជាជាតិសាសន៍ខ្មែរពូកែសុភាពរៀបសារស្លូតត្រង់និងរឹងប៉ឹងស្វាហាប់កូនសម្លាញ់ផ្ទះថ្មវិឡាប្រាក់ដុល្លារនីលីកាឡានទំនើបទូរស័ព្ទដៃនិងសមិទ្ធផលវិទ្យាសាស្ត្រដទៃផ្សេងទៀតដែលកូនកំពុងប្រើប្រាស់រាល់ថ្ងៃវាមិនមែនជាបេតិកភណ្ឌវប្បធម៌និងតំណាងឲ្យជាតិសាសន៍ខ្មែរនោះទេកូនប្រើវាបានតែកូនកុំឆ្លក់វង្វេងនឹងវាឲ្យសោះកុំឆ្លក់វង្វេងរហូតដល់ភ្លេចវប្បធម៌របស់ខ្លួនដែលជាដើមកំណើតពិតនៃជីវិតដូនតានិងជាប្រភពកំណើតពិតរបស់យើងជាជនជាតិខ្មែរហើយកូនដូនតារបស់យើងលោកបានតស៊ូលំបាកលំបិនណាស់ទម្រាំតែសាងជាតិសាសន៍មួយនេះឲ្យកើតឡើងនឹងស្ថិតទេបានបើអត្តសញ្ញាណទាំងអស់នេះបាត់បង់នោះជីវិតកូនទាំងអស់គ្នាក៏គ្មានន័យអ្វីដែរជាពិសេសបំផុតនោះគឺជីវិតជាតិសាសន៍ទាំងមូលតែម្ដងព្រោះកូនគ្មានចម្លើយដើម្បីឆ្លើយតបជាមួយនឹងសំណួរ
មួយចំនួនដែលសួរថាតើអ្នកជាសញ្ជាតិអ្វីមានអត្តសញ្ញាណដូចម្ដេចប្រើភាសាអ្វីមានដើមកំណើតមកពីណាមានទំនៀមទម្លាប់វប្បធម៌ប្រពៃណីដូចម្ដេចខ្លះកូនសម្លាញ់នេះជាភាពអាម៉ាស់បំផុតសម្រាប់ជាតិសាសន៍ពិតប្រាកដមួយដែលគ្មានសមត្ថភាពការពារនៅអត្តសញ្ញាណជាតិរបស់ខ្លួនបានកូនធ្លាប់ឃើញទេក្មេងៗដែលគ្មានម្ដាយឪពុកគ្មានផ្ទះសម្បែងដីធ្លីទ្រព្យសម្បត្តិគ្មានសាច់ញាតិរាប់អានមានត្រឹមតែសម្បកកាយនៅអាស្រ័យនឹងអ្នកផងហើយធ្វើដំណើរទៅណាមកណាតែងតែត្រូវគេជេរប្រមាថមើលងាយហៅអាកូនអត់ម៉ែអត់ឪម៉ែគ្រាន់តែចង់ប្រាប់កូនថាសម្រាប់ជាតិសាសន៍ដែលបាត់បង់អត្តសញ្ញាណក៏ដូចគ្នាអញ្ចឹងដែរគេអាចហៅបានថាជាជាតិសាសន៍កំព្រាគ្រួសារមួយដែលមានភាពកក់ក្ដៅគឺជាគ្រួសារដែលមានមាតាបិតាល្អមាតាបិតាមានព្រំវិហារធម៌ចំពោះកូនអប់រំទូមានកូនឲ្យកូនคล้ายទៅជាមនុស្សល្អធ្វើជាគ្រូល្អជាទេវតាល្អជាព្រំល្អដែលមានការទទួលខុសត្រូវយ៉ាងខ្ពង់ខ្ពស់ឯកូនក៏ជាកូនកតញ្ញូដឹងគុណមាតាបិតាជួយធ្វើការនិងចិញ្ចឹមមាតាបិតាវិញតាមតួនាទីរបស់ខ្លួនជាតិមួយក៏ដូចជាគ្រួសារមួយដែរជាតិដែលមានភាពកក់ក្ដៅគឺជាតិដែលមានមេដឹកនាំល្អប្រកបដោយទស្សពិតរាជធម៌ស្រឡាញ់ប្រជាជននិងទឹកដីព្រមលះបង់សូម្បីតែជីវិតដើម្បីថែរក្សាការពារនិងអភិវឌ្ឍស្រឡាញ់ប្រជារាស្ត្រទុកដូចជាកូននិងជាញាតិសង្គ្រោះដោយព្រំវិហារធម៌និងសង្ឃហធម៌ជានិច្ចឯរាជខ្លួនឯងក៏មានឆន្ទៈមោះមុតស្វាហាប់ក្លាហានអង្អាចហ៊ានលះបង់សូម្បីតែជីវិតការពារជាតិមាតុភូមិរបស់ខ្លួនព្រមគោរពច្បាប់ជាតិនិងចូលរួមសហការជានិច្ចចំពោះការអភិវឌ្ឍទាំងឡាយដើម្បីឲ្យជាតិមួយនេះមានការរីកចម្រើននិងអភិវឌ្ឍទៅមុខជាពិសេសមាននៅសមត្ថភាពពិតប្រាកដនោះគឺមានហូបចុកគ្រប់គ្រាន់មានសម្លៀកបំពាក់បិទបាំងរាងកាយត្រឹមត្រូវមានការងារល្អធ្វើមានប្រាក់ខែសមរម្យនិងរស់នៅដោយមានសិទ្ធិសេរីភាពពេញលេញជាមនុស្សកូនសម្លាញ់មានរឿងជាច្រើនណាស់ដែលម៉ែចង់និយាយប្រាប់កូនប្រហែលជាមានការធុញទ្រាន់នឹងម៉ែហើយដែលនិយាយច្រើនតែម្នាក់ឯងឲ្យកូនស្ដាប់ដោយមិនផ្ដល់ឱកាសសូម្បីតែសាកសួរព្រោះម៉ែគិតថាយើងមានពេលខ្លីណាស់ក្នុងការជួបគ្នាម៉ែរវល់ការងាររបស់ម៉ែឯកូនក៏រវល់ការងារជាមួយនឹងការងាររបស់កូនដូចគ្នាពុំសូវមានពេលជួបគ្នាដូច្នេះហើយទើបម៉ែចង់និយាយឲ្យបានច្រើនបន្តិចនៅពាក្យក្នុងចិត្តរបស់ម៉ែមួយចំនួនជាពាក្យដែលម៉ែគិតថាសំខាន់សម្រាប់កូនហើយម៉ែក៏ព្រួយបារម្ភដែរថានៅថ្ងៃក្រោយមិនដឹងជាម៉ែមានឱកាសបានមកអង្គុយនិយាយជាមួយកូននៅទីនេះដូចពេលនេះអញ្ចឹងម្ដងទៀតដែរឬទេព្រោះថាជីវិតជាអនិច្ចំទុក្ខំនិងអនត្តានរណាទៅមុនក៏មិនទាន់ដឹងដែរណាស់ហើយកូនសម្លាញ់ពេលកាន់តែខ្លីទៅហើយម៉ែនឹងសរុបសេចក្តីនៅអ្វីដែលម៉ែបាននិយាយឲ្យកូនស្ដាប់ទាំងប៉ុន្មាននៅថ្ងៃនេះដោយខ្លីមកមាន5ចំណុចគឺ 1. ចូលកូនបំពេញតួនាទីជាកូនល្អរបស់ម៉ែប្រឹងសិក្សារៀនសូត្រឲ្យបានចេះពិតប្រាកដរកការងារល្អនិងសុចរិតធ្វើសាងសុភមង្គលគ្រួសារ
នឹងជួយចិញ្ចឹមពុកម៉ែវិញនៅពេលពុកម៉ែចាស់ទៅធ្វើការងារលែងកើតតាមលទ្ធភាពរបស់កូនមួយទៀតចូលកូនជួយរក្សាកិត្តិយសពូជពង្សវង្សត្រកូលរបស់យើងឲ្យបានល្អជាត្រកូលពុទ្ធសាសនាជាពិសេសរក្សាជីវិតកូនដែលជាកេរមរតករបស់ពុកម៉ែផ្ដល់ឲ្យស្ថិតនៅក្នុងមាគ៌ាព្រះពោធិ 2. ចូលកូនធ្វើជាសិស្សល្អគោរពលោកគ្រូអ្នកគ្រូស្ដាប់ដំបូន្មានរបស់ពួកគាត់ហើយទទួលយកនៅអ្វីដែលពួកគាត់បង្រៀនមកបដិបត្តិអនុវត្តដើម្បីសាងប្រយោជន៍សម្រាប់ជីវិតខ្លួនចំណេះនិងបញ្ញាដែលគ្រូបង្រៀនគឺក្នុងបំណងដើម្បីស្វែងរកការងារល្អធ្វើដើម្បីសាងសុភមង្គលគ្រួសារនិងតបគុណសង្គមជាតិទៅវិញ 3. ចូលកូនធ្វើជាមិត្តល្អរបស់មនុស្សក្នុងសង្គមមានព្រំវិហារធម៌និងសង្ឃហធម៌ជួយគ្នាទៅវិញទៅមកកុំច្រណែនឈ្នានីសគ្នាកុំមើលបំណងបំណាំគ្នាកុំបៀតបៀនគ្នាកុំប្រមាថកាត់ទៀនគ្នាព្រមទាំងសង្គ្រោះគ្នាក្នុងនាមជាមិត្តរួមជាតិនិងសាសនា 4. ចូលកូនគោរពនិងប្រតិបត្តិខ្លួនជាពុទ្ធសាសនិកល្អព្រមដាក់ខ្លួនគោរពតាមពុទ្ធោវាទរបស់ព្រះពុទ្ធ3ប្រការគឺមិនធ្វើអំពើអាក្រក់មួយធ្វើតែអំពើល្អជានិច្ចមួយសម្អាតចិត្តឲ្យស្អាតបរិសុទ្ធផូរផង់មួយ 5. ចុងក្រោយនេះគឺសំខាន់ខ្លាំងណាស់ចូលកូនធ្វើជាបរិបទដ៏ល្អមាននៅមនសិការជាតិគឺស្រឡាញ់ជាតិនិងសាសនាស្រឡាញ់ទឹកដីព្រៃភ្នំគិរីបរពតព្រមទាំងគោរពនិងចូលរួមថែរក្សានៅទំនៀមទម្លាប់វប្បធម៌ប្រពៃណីប្រាង្គប្រាសាទដែលជាកេរដំណែលអពបុរសឲ្យគង់វង្សថិតថេរជានិច្ចនិរន្តរ៍តទៅកូនម្ដាយទាំង5ចំណុចនេះអ្វីដែលសង្គមជាតិត្រូវការបំផុតចូលកូនខំប្រឹងបំពេញឲ្យបានល្អបើថ្ងៃណាមួយពុកនិងម៉ែទាំងពីររូបនេះលាចាកពិភពលោកនេះទៅពុកនិងម៉ែនឹងទៅដោយស្ងប់ចិត្តបំផុតអរគុណកូនទាំងអស់គ្នាដែលចំណាយពេលវេលាស្ដាប់ពាក្យរបស់ម៉ែអរគុណដែលកូនតែងតែងក់ក្បាលទទួលយកនៅអ្វីដែលម៉ែនិយាយម៉ែសង្ឃឹមថាកូននឹងយល់ព្រមគ្រប់យ៉ាងដើម្បីព្រមទទួលយកទៅអនុវត្តព្រោះពេលជាពាក្យដែលផុសចេញអំពីបេះដូងរបស់ម៉ែហើយក៏ជាតំណាងឲ្យជីវិតម៉ែទាំងមូលផងដែរម៉ែសូមប្រគល់វាទៅឲ្យកូនទាំងអស់នេះអាចជាមរតកចុងក្រោយបង្អស់ហើយកុំធ្វើឲ្យម៉ែអស់សង្ឃឹមអីណាកូនមាសម្ដាយពីម៉ែមនុស្សម្នាក់ដែលស្រឡាញ់កូនជាទីបំផុតអរគុណម៉ែចំពោះពាក្យពេចន៍ដ៏មានខ្លឹមសារទាំងអស់នេះកូននឹងចងចាំទុកក្នុងចិត្តតទៅ